Hello សួស្តីបងប្អូនអ្នកគ្នាថ្ងៃហ្នឹងនិយាយទៅឆ្នាំចេញវីដេអូយូរដែរព្រោះសាររវល់ឡើយបងប្អូនតែកទួតខ្ញុំចាប់ផ្ដើមកាន់តែធំទៅឡើងចង់បាក់មេឃទេបងប្អូននេះមើលលូឡងចង់បាក់មេឃទេបងប្អូននេះទៅថ្នាក់ប៉ាខ្ញុំគាត់ដាក់ចតុលនេះចតុលនៅនេះមកជំនាញខ្ញុំដាក់កាមេរ៉ាក្រោយបងប្អូនមើលទៅបងប្អូនទៅពីធំទៅអញ្ចឹងឡើងចង់បាក់មេឃនេះបងប្អូនដាក់ចតុលលើអង្កត់ម៉ែមែនតើហ្មងបងមើលវាមេឃនេះវាចង់បាក់បងប្អូននេះឡើងវិញញែកមកចេះដល់នោះគឺប៉ាខ្ញុំគាត់ដាក់ចតុលអាស័យអូខ្លាំងតែហ្មងឥឡូវប៉ាខ្ញុំចាប់ដើមដាំម្កាក់ទៀតនៅខាងក្រោយផ្ទះហ្នឹងគឺមានផ្លែឈើច្រើននេះម្កាក់យើងទិញមកមានផ្កាស្រាប់ហ្មងនេះហើយទិញតបែកនេះជាប្រភេទតបែកអត់គ្រាប់បងប្អូនហើយនេះមាននេះសាច់ខះតែដឹងមិនទេយើងទិញគេមកគេថាសាច់ខះយើងទិញទៅតែដឹងផ្លែទៅមិនដែរនេះដើមខូចថ្លុងហើយនេះដើមមនយើងឥឡូវដែលការដែលខ្ញុំថតលោកមុនគឺផ្លែមួយសាយនេះឥឡូវដល់ពេលដែលយើងបេះស្លឹកទៅឥឡូវចាប់ដើមលាស់មកទៀតទេបងប្អូនមកក្រោយដូចក្អូបខ្នុរទឹកទុំហ៎ខ្នុរនេះបងប្អូននេះផ្លែហ្នឹងផ្លែមេសាឥឡូវគាត់តែបងប្អូនខ្ញុំបេះស្លឹកអស់នេះបងប្អូនកាបេះស្លឹកអស់គាត់ទៅលាស់ស្លឹកមកគឺលាស់ផ្កាតែម្ដងឥឡូវយើងស្ងាត់ដោយសារអីអស់មន់ហើយជុំចំមន់ឲ្យដាំដើមឈើវិញព្រោះអីបើសិនជាបងប្អូនបើសិនជាយើងចំមន់ណាយើងដាំអីក៏បានដែរអានេះមានលើប៉ាខ្ញុំគាត់ដាំនេះទៀតហើយខ្ញុំគាត់អាលដើមខ្នុរចោលនេះគេសារតែវាអត់មានផ្លែក៏អាលចោលទៅហើយនេះបងប្អូនដើមនេះបងប្អូនទាញមើលដើមអីគេបងប្អូនគឺដើមតឡាំងតាំងចាំពេលផ្លែញ៉ាំឲ្យបងប្អូនមើលបងដើមមុននេះវាយើងបេះទៅពេលដែលវានៅផ្លែយើងបេះស្លឹកវាចេញអញ្ចឹងវាលាស់មកវាមានផ្កាទៀតហ្មងមានស្លឹកផ្លែច្រើនតែបងប្អូនខ្ញុំបេះលក់បានច្រើនដែរហ្នឹងនេះអូណូយើងដាក់ចេញសិនអត់មានទឹកអីហងនេះខ្យងថាដល់តែលាងទឹកអាហ្នឹងមិននេះបានព្រោះវារៀងហុយដីដែរអញ្ចឹងបងប្អូនខ្ញុំទុកទៅញ៉ាំទេព្រីងលេងបងប្អូនមើលផ្កាមកហើយដល់ពេលហើយវាជ្រុះផ្កាអស់លេងបានផ្លែបដ ாய் ទៅជាលាស់ស្លឹកថ្មីណានេះនឹងខ្ចីនេះបងប្អូនអើយខ្ញុំមានដើមនេះដើមដើមបឺតែអត់ផ្លែដល់គេមានវិធីសាស្ត្រអីវាមានឬគេនិយាយថាមានអីដើមញីដើមឈ្មោលអញ្ចឹងណាបងប្អូនអញ្ចឹងយើងដឹងអាណាញីអាណាឈ្មោលទេអញ្ចឹងយើងមានតែមួយដើមចេះតែទុកចោលហ្នឹងទៅអត់ផ្លែផងនេះក្រៃដាក់ក្រៃដល់តែខាំងអញ្ចឹងបានមន់វាអត់ចឹកហ្នឹងបងនេះបងខ្ញុំគេធ្វើសួនបន្លែគេទៅដាំអីគេខ្លះហ្នឹងតែមើលដុះមើលនេះគាត់ដាក់ខ្ទឹមមានខ្ទឹមមានអីអញ្ចឹងណានេះក៏ផ្សំតាមមន់នោះខាងនោះទៀតប្រហែលដាំនេះក៏ដាំជីចាំមើលរៀងដុះមកនេះតិចចាំថតឲ្យបងប្អូនមើលនេះបងប្អូនមនុស្សហ่ะលើមនុស្សខ្ញុំក៏ចាប់ដើមផ្លែដែរបានផ្លែមនុស្សហើយថ្ងៃនេះខ្ញុំមកអាប់ដេតពីដំណាំក្រូចផ្ទះបន្ថែមទៀតយើងដាំបន្ថែមអញ្ចឹងណាបងប្អូន
រៀបចំសារជាថ្មីពួកយើងលែងមានមន់ហ្នឹងអញ្ចឹងយើងដាំដំណាំទុកញ៉ាំវិញអូខេគឺមានតែប៉ុណ្្នឹងទេទៅពេលដែលដាំអីផ្សេងទៀតខ្ញុំនឹងអាប់ដេតឲ្យបងប្អូនទស្សនាអញ្ចឹងណាបងប្អូនបាយបាយ